ហេតុអីត្រូវរកសុភីគ្រាន់តែការលក់ដូររបរធម្មតាអ្នកដែលរៀនមានចំណេះដឹងខ្ពស់រៀនចប់បរិញ្ញាបត្រអីអញ្ចឹងអាចមកធ្វើការងារបែបសាមញ្ញលក់ដូរអីអត់បានឧទាហរណ៍ដូចជាគ្រូពេទ្យហេតុអីគាត់មិនអាចទៅលក់កាហ្វេបានអ្នកធ្វើការក្នុងអហ្វីសហេតុអីគាត់មិនអាចមកលក់ស៊ុបមីកាទៀវអីបានឬក៏ជាកូនអ្នកមានហេតុអីមិនអាចមកលក់បែបសាមញ្ញរកស៊ីខ្លួនឯងទៅមានអារម្មណ៍ថាមានសម្ពាធអីម៉េចចុះបើយើងគិតថាការងារអស់ទាំងនោះវាគ្រាន់តែជាមុខរបរបន្ថែមដើម្បីយើងបង្កើនចំណូលក៏ដូចជារកលុយបន្ថែមហេតុអីត្រូវហាមឃាត់ថាកុំធ្វើបែបហ្នឹងអត់សមទេប៉ុណ្ណឹងដែររៀនដល់ណាដល់ណីដែរបរិញ្ញាបត្រប៉ុណ្ណឹងដែរហេតុអីត្រូវមកធ្វើការងារតូចតាចបែបហ្នឹងការងារណាក៏ដូចការងារណាដែរការងារខ្លះមើលទៅល្អមើលតែមិនប្រកាសថាល្អស៊ីទេពេលខ្លះមុខរបរសាមញ្ញក៏អាចជារកចំណូលបានខ្ពស់គួរសមដែរពេលខ្លះមិនប្រកាសថាយើងធ្វើការងារល្អការងារខ្ពស់ហ្នឹងវាជាចំណង់ចំណូលចិត្តក៏ដូចជាការចូលចិត្តរបស់យើងទេគាត់ថាពេលហ្នឹងយើងត្រូវធ្វើការហ្នឹងយើងត្រូវតម្រូវក៏ដូចជារកលុយអញ្ចឹងពេលណាដែលយើងមានបទពិសោធន៍គ្រប់គ្រាន់ឬក៏យើងធុញទ្រាន់ជាមួយនឹងការងារហ្នឹងឬក៏យើងចង់រកការងារបន្ថែម